បាទសូមជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីសេដ្ឋកិច្ចនិងទ្រព្យកម្មវិធីសេដ្ឋកិច្ចនិងទ្រព្យរបស់យើងនៅក្នុងថ្ងៃនេះនឹងលើកយកប្រធានបទពិសេសមួយដែលតាក់ទងជាមួយនឹងប្រាក់យ័ន្តរបស់ប្រទេសចិនដូច្នេះយើងទៅជួបវាគ្មិនជំនាញរបស់យើងទាំងអស់គ្នាបាទសូមជម្រាបសួរលោកធីរុំបាទជំរាបសួរលោករដ្ឋីបាទលោកធីរុំថ្ងៃនេះយើងមានប្រធានបទតាក់ទងជាមួយនឹងលុយយ័ន្តរបស់ប្រទេសចិនដូច្នេះតើបច្ចុប្បន្នភាពរបស់ប្រាក់យ័ន្តប្រទេសចិនមានតម្លៃយ៉ាងណាបាទសូមលោកធីរុំអញ្ជើញបាទសម្រាប់ប្រាក់យ័ន្តដែលជារូបិយវត្ថុរបស់ប្រទេសចិនសូមបញ្ជាក់ថាប្រាក់យ័ន្តគឺមានពីរប្រភេទដែលមួយសម្រាប់ប្រើប្រាស់នៅក្នុងស្រុកដែលជាភាសាអង់គ្លេសកាត់ថា CNY ហើយមួយទៀតដែលគេប្រើប្រាស់សម្រាប់ដោះដូរទំនិញក្រៅប្រទេសឬក៏ធ្វើការទិញលក់ក្រៅប្រទេសហ្នឹងគឺ CNH បាទឬគេហៅថា offshore currency ហ្នឹងបាទអញ្ចឹងយើងឃើញថាកាលពីដើមឆ្នាំ2025តម្លៃប្រាក់យ័ន្ត7យួនចុច35ដូរបាន1ដុល្លារប៉ុន្តែពេលបច្ចុប្បន្ននេះលុយយ័ន្តបានឡើងថ្លៃដែលចំណាយត្រឹមតែ7.20ជាងទេដូរបាន1ដុល្លារដូចគ្នាអញ្ចឹងយើងឃើញថាថ្មីនេះតាំងពីដើមឆ្នាំមកយើងឃើញថាប្រាក់យ័ន្តមានការឡើងថ្លៃជាងមុនបាទអរគុណលោកធីរុំដូចដែលយើងបានដឹងស្រាប់ហើយថាប្រទេសចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី2នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកហើយរូបិយប័ណ្ណលុយយ័ន្តរបស់ចិនក៏បានធ្វើជាពាណិជ្ជកម្មឬក៏គេហៅថារូបិយប័ណ្ណសកលក្នុងការជួញដូរផងដែរដូច្នេះតើកត្តាអ្វីខ្លះដែលធ្វើឲ្យរូបិយប័ណ្ណលុយយ័ន្តនេះមានការប្រែប្រួលផងដែរបាទអរគុណលោករដ្ឋីបាទដោយសារតែយើងទើបតែជ្រើសរើសយកលុយប្រទេសចិនយកមកធ្វើបទបង្ហាញដូច្នេះហើយខ្ញុំសូមបង្ហាញត្រួសដែលជាកត្តាធំដែលធ្វើឲ្យលុយយ័ន្តប្រែប្រួលខ្លាំងនោះគឺទី1តាក់ទងនឹងគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិប្រទេសចិនដែលហៅកាត់ថា PBOC ហ្នឹង People Bank of China ហ្នឹងបាទអញ្ចឹងកាលណាដែលគាត់ដំឡើងអត្រាការប្រាក់ឬទម្លាក់អត្រាការប្រាក់យើងឃើញថាលុយយ័ន្តហ្នឹងអាចប្រែប្រួលទៅតាមទិសដៅរបស់ធនាគារកណ្ដាលប្រទេសចិនដែរបាទទី2នោះគឺតាក់ទងនឹង trade war មានន័យថាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសអាមេរិកនេះដែលជាកត្តាអាចរុញច្រានលុយយ័ន្តហ្នឹងប្រែប្រួលទៅតាមនឹងដែរបើកាលណាមានវិបត្តិទៅលើការនាំចេញវាធ្វើឲ្យមានការខាតបង់សេដ្ឋកិច្ចនោះលុយយ័ន្តក៏អាចនឹងចុះថ្លៃតាមនឹងដែរបាទចំណែកនេះទៀតនោះគឺតាក់ទងនឹងកំណើនសេដ្ឋកិច្ចកាលណាដែលកំណើនសេដ្ឋកិច្ចឬក៏ទិន្នន័យសេដ្ឋកិច្ចនៅក្នុងប្រទេសចិនមានការធ្លាក់ចុះលុយយ័ន្តក៏ធ្លាក់ទៅតាមនឹងដែរធ្លាក់ថ្លៃតាមនឹងដែរបើសិនជាសេដ្ឋកិច្ចទាំង GDP ទាំងការផលិតឬអីផ្សេងមានការកើនឡើងលុយយ័ន្តក៏ឡើងថ្លៃតាមនោះដូចគ្នាដែរបាទហើយមកចំណុចចុងក្រោយនោះគឺតាក់ទងនឹងគេហៅថា FDI ឬក៏ capital inflow outflow មានថាទុនក្រៅប្រទេសឬក៏អ្នកវិនិយោគិនក្រៅប្រទេសមករកស៊ីនៅក្នុងប្រទេសចិនយើងឃើញថាតម្រូវការលុយយ័ន្តក៏កើនឡើងចឹងយើងឃើញថាតម្លៃលុយយ័ន្តក៏ឡើងថ្លៃតាមនឹងដែរបើសិនជាលុយចេញក្រៅប្រទេសកាន់តែច្រើនលុយយ័ន្តក៏ថ្លៃតាមនឹងដូចគ្នាដែរនេះជាកត្តា4ធំដែលអាចធ្វើឲ្យតម្លៃលុយយ័ន្តប្រែប្រួលដែរបាទអញ្ចឹងយើងត្រឡប់មកមើលទស្សនវិជ្ជាជាក់ស្ដែងរបស់លុយយ័ន្តវិញយើងឃើញថាមួយរយៈចុងក្រោយនេះដោយសារតែអត្រាការប្រាក់របស់សហរដ្ឋអាមេរិកមានការទម្លាក់ចុះនិងអត្រាការប្រាក់របស់ធនាគារប្រទេសចិនលុយយ័ន្តនេះរក្សាដដែលដូច្នោះហើយយើងឃើញថាកម្លាំងលុយយ័ន្តមានការងើបឡើងថ្លៃបាទជាងមុនប៉ុន្តែទោះបីយ៉ាងណាក៏ដោយបើយើងក៏លេខទៅមើលអតិផរណានៅក្នុងប្រទេសចិនយើងឃើញថាមានការធ្លាក់ចុះមែនទែនទាំង PPI ដែលជាតម្លៃរបស់អ្នកទិញក៏ដូចជាអតិផរណារួមរបស់តម្លៃរបស់អ្នកប្រើប្រាស់ហ្នឹងយើងឃើញថាមានការធ្លាក់ចុះខ្លាំងមែនទែនបើយើងនិយាយអំពីអតិផរណាគោលដៅឬគេហៅថា inflation target គឺ around 3% ដែលធនាគារកណ្ដាលរបស់ប្រទេសចិននឹងអាចយកមកអនុវត្តដូច្នោះហើយយើងឃើញ inflation បច្ចុប្បន្ននេះគឺមិនទាន់ដល់1%ផងបាទអញ្ចឹងដូច្នោះហើយជាកត្តាមួយដែលជំរុញឲ្យប្រទេសចិនអាចនឹងកាត់អត្រាការប្រាក់ដើម្បីជំរុញអតិផរណាកើនឡើងវិញបាទអញ្ចឹងបើសិនជាប្រទេសចិនកាត់ធនាគារកណ្ដាលប្រទេសចិនកាត់អត្រាការប្រាក់យើងឃើញថាទិសដៅលុយយ័ន្តគឺនឹងធ្លាក់ថ្លៃដូចគ្នាដែរមួយចំណុចទៀតគឺតាក់ទងនឹងបច្ចុប្បន្ននេះវិបត្តិសង្គ្រាមពាណិជ្ជកម្មដែលអាមេរិកបានតម្លើងពន្ធគយមកតង់ហើយឥឡូវនេះគឺគម្រាមតម្លើងបន្ថែមទៀតដូច្នោះហើយយើងឃើញថាការណាដែលមានសង្គ្រាមពាណិជ្ជកម្មដូចនេះលុយយ័ន្តក៏អាចនឹងថមថយតម្លៃទៀតដែរបាទអញ្ចឹងយើងឃើញថារយៈពេលវែងឬក៏រយៈពេលមធ្យមលុយយ័ន្តនឹងធ្លាក់ថ្លៃត្រឡប់ទៅវិញបាទសូមអរគុណលោកធីរុំសម្រាប់ចម្លើយដ៏ខុសក្បាយខាងលើបាទអរគុណលោករដ្ឋីបាទ
បាទជំរាបលា លោកធីរុំគឺជាអ្នកវិភាគសេដ្ឋកិច្ចសកលក៏ដូចជាអ្នកជំនាញផ្នែកឧបករណ៍និស្សិនអស់រយៈពេល15ឆ្នាំបាទបន្តទៅទៀតនេះយើងទៅជួបវាគ្មិនទី2របស់យើងនេះគឺលោកយិនប៊ុនថេងបាទសូមជម្រាបសួរលោកប៊ុនថេង បាទជំរាបសួរលោករទ្ធីបាទ បាទលោកប៊ុនថេងតើប្រាក់យ័ន្តធៀបជាមួយនឹងប្រាក់ដុល្លារមានប្រមាណប្រភេទហើយតម្លៃរបស់វានោះគឺមានកម្រិតណាដែរ បាទលោករទ្ធីបច្ចុប្បន្នបើសិនជាយើងមើលទៅលើអត្រាប្តូរប្រាក់រវាងលុយដុល្លារអាមេរិកធៀបជាមួយនឹងលុយយ័ន្តរបស់ចិនយើងឃើញថាគឺស្ថិតនៅក្នុងកម្រិត7.27 យ័ន្តក្នុង1ដុល្លារបាទ បាទសូមអរគុណលោកប៊ុនថេងលោកប៊ុនថេងតើប្រាក់យ័ន្តធៀបជាមួយនឹងលុយដុល្លារបើតាមបច្ចេកទេសរបស់លោកតើយើងគួរតែធ្វើការលក់ឬក៏ធ្វើការទិញដែរ បាទលោករទ្ធីបើសិនជាមើលតាមកត្តាបច្ចេកទេសលុយយ័ន្តចាប់ផ្ដើមមានភាពល្អប្រសើរហើយបើសិនជាយើងមើលអត្រារវាងលុយទាំងពីរនេះយើងឃើញថាលុយដុល្លារយើងមានការថមថយហើយខ្ញុំមើលឃើញពីការលក់ចោះនៃលុយដុល្លារណាយើងអាចធ្វើការយកលុយដុល្លារទៅដូរយកលុយយ័ន្តហើយបើសិនជានៅក្នុងការជួញដូរតាមប្រព័ន្ធធនាគារនេះគឺយើងធ្វើការ sell ធ្វើការលក់ចោះណាហើយលក់ចោះពីតម្លៃបច្ចុប្បន្នហ្នឹងទៅហើយសម្រាប់ target យើងចាំយក target យកប្រាក់ចំណេញនៅខាងក្រោមនេះខ្ទង់តម្លៃ7.22 យ័ន្ត7.22 យ័ន្តនេះយើងអាចធ្វើការដោះដូរយកប្រាក់ចំណេញបានមកវិញអាហ្នឹងគឺកម្រិតទី1កម្រិតទី2អាចដល់ខាងក្រោមទៀតអាចមកដល់នេះខ្ទង់តម្លៃ7.16 យ័ន្តឬក៏7.14 យ័ន្តអាហ្នឹងគឺជាកម្រិតបន្ទាប់ប៉ុន្តែយើងពិបាកទៅដល់បន្តិចឯងអាចប្រើរយៈពេលរៀងវែងអញ្ចឹងបច្ចុប្បន្ននេះយើងមើល4ម៉ោងយើងមើលត្រឹមប៉ុណ្្នឹងសិនទៅហើយបើសិនជារយៈពេលខ្លីបច្ចុប្បន្ននេះយើងតន់មានសញ្ញា confirm គ្រប់គ្រាន់នៅឡើយទេអញ្ចឹងរយៈពេលខ្លីបើសិនជាវាធ្លាក់ក្រោមតម្លៃនេះតម្លៃ7.26 50 យ័ន្តនេះយើងអាចធ្វើការលក់ចុះមកហើយ target គឺនៅខាងក្រោមនេះខ្ទង់តម្លៃ7.24 60 យ័ន្តអាហ្នឹងគឺជា target ទី1 target ទី2អាចមកខាងក្រោមទៀតខាងក្រោមនេះខ្ទង់តម្លៃ7.22 57 យ័ន្តអញ្ចឹងយើងអាចធ្វើការលក់បានហ្នឹងគឺជា target ដែរអញ្ចឹងសម្រាប់ការវិភាគទៅលើបច្ចេកទេសខ្ញុំនៅមើលឃើញពីការលក់ចោះសម្រាប់លុយដុល្លារធៀបជាមួយនឹងលុយយ័ន្តអរគុណលោកធី បាទសូមអរគុណប្រិយមិត្តទស្សនិកជនជាទីមេត្រីក្នុងការតាមដានកម្មវិធីសេដ្ឋកិច្ចនិងទ្រព្យកម្មវិធីរបស់យើងបានដល់ពេលវេលានឹងបញ្ចប់គណៈពេលនេះខ្ញុំបាទរទ្ធីជាមួយនឹងវាគ្មិនទាំងពីររូបសូមអរគុណនិងសូមជម្រាបលា